បងប្អូនទាំងគ្នាធ្លាប់ដើរទៅផ្សារឬក៏ទៅទីណាមួយត្រូវបានគេនិយាយដើមក្រោយខ្នងអត់ខ្ញុំជួបផ្ទាល់ហើយគឺហើយក៏ទៅជួបលើកទី1ទេមិនសិនមួយថ្ងៃនេះខ្ញុំបានទៅផ្សារទៅរកទិញអីដល់ពេលខ្ញុំដើរក្នុងផ្សារហ្នឹងនិយាយដើមខ្ញុំពីក្រោយខ្នងណាហើយនិយាយហ្នឹងគឺមិនមែននិយាយអត់ឲ្យលឺគេនិយាយលឺហ្មងហើយនិយាយបែបខ្សឹបតែខ្សឹបរបៀបយើងលឺគ្រាន់តែរបៀបយើងដើរផុតពីហ្នឹងតិចគឺពួកគាត់និយាយហ្មងនិយាយឡើង2 3កន្លែងផ្សេងគ្នាកន្លែងពេលខ្ញុំដើរផុតនិយាយថាមើលនៅក្រៅមុខឡើងស្អាតមើលក្រៅនៅក្រៅមុខឡើង smooth ឡើងគីឡូគេថាអញ្ចឹងខ្ញុំឡើង surprise ខ្ញុំថាជុំយ៉ាលើកទី1ដើរផ្សារឲ្យមានអ្នកនិយាយសឹបតែពីក្រៅខ្នងឲ្យទៅសើពីស្បែកមុខរបស់យើងអញ្ចឹងណាហើយឡើងអូហយធម្មតាមិនថាខ្ញុំមិនថាគេតែគេសរសើរយើងអញ្ចឹងណាគេមិនសប្បាយចិត្តត្រូវអត់គឺគាត់អត់មាននិយាយឲ្យគាត់ពីខ្ញុំទេគឺគាត់សរសើរពីស្បែកមុខរបស់ខ្ញុំអញ្ចឹងព្រោះគាត់បានឃើញខ្ញុំនៅក្រៅស្បែកមុខរបស់ខ្ញុំវាភ្លឺវាឡូគីឡូអញ្ចឹងណាមួយពេលដើរទៅផ្សារហ្នឹងពេលថ្ងៃអញ្ចឹងពេលថ្ងៃរឿងស្រាប់ហើយវាមានកម្ដៅថ្ងៃហើយមុខខ្ញុំលាបជាមួយ BB ផងអញ្ចឹងវាធ្វើមុខខ្ញុំកាន់តែ smooth កាន់តែស្អាតអញ្ចឹងណាលាបសារ៉ូមយិនសិនក្រហមកំតិចមាស 24K និងលេលាបមុខសារ៉ាយសមុទ្រជប៉ុនពេលយប់លាបជារៀងរាល់ថ្ងៃបន្ទាប់ពីលាងមុខជាមួយនឹង foam TGN នៅពេលដែលពុកម៉ែបងប្អូនទាំងគ្នាប្រើជាឈុតមានឈុតយប់ឈុតថ្ងៃនោះនឹងទទួលបានប្រសិទ្ធភាពខ្ពស់ហើយនឹងលឿនខ្លាំងមែនតើដោយជាក់ស្ដែងនេះមុខរបស់ខ្ញុំពេលមិនទាន់បានប្រើឈុតមុខ TGN មានទាំងមុនខ្ទុះមុនអាចរុយមុនកប់មុននឹងកាមហើយស្នាមខ្លាំងទៀតបន្ទាប់ពីខ្ញុំប្រើឈុតមុខ TGN អស់មួយឈុតគឺចាប់ផ្ដើមឃើញមុខខ្ញុំប្លែកលឿនខ្លាំងមែនតើហើយនេះគឺជាមុខរបស់ខ្ញុំបន្ទាប់ពីខ្ញុំបានប្រើជាមួយឈុតមុខ TGN ហើយគឺថាឃើញស្អាតខ្លាំងមែនតើពីមុនខ្ញុំគឺជាអតិថិជនរបស់ TGN តែឥឡូវខ្ញុំក៏ជាអ្នកលក់ឈុតមុខរបស់ TGN ដែរដោយសារខ្ញុំប្រើត្រូវឃើញផលល្អហើយក៏ចង់យកមកលក់បន្តដូចគ្នាប្រសិនបងប្អូនទាំងគ្នាចង់តាក់ទងទិញឈុតមុខ TGN អាចតាក់ទងទិញតាមខ្ញុំក៏បានឬក៏តាមតំណាងចែកចាយ TGN ក៏បានដែរ